ឈប់ក្បត់ខ្លួនឯងខាងក្រោមនេះគឺជា4យ៉ាងដែលអ្នកត្រូវឈប់ធ្វើភ្លាមប្រសិនបើអ្នកឲ្យតម្លៃខ្លួនឯង 1. ឈប់សោកស្ដាយអតីតកាលមេអតីតកាលបានកន្លងផុតទៅហើយអ្នកមិនអាចសរសេរវាឡើងវិញបានទេចូលរៀនពីមេរៀនរបស់វាហើយបន្តដើរទៅមុខការសោកស្ដាយធ្វើឲ្យអ្នកជាប់គាំងប៉ុន្តែប្រាជ្ញាធ្វើឲ្យអ្នកមានសេរីភាព 2. ឈប់បារម្ភអំពីអនាគតរហូតមកដល់ពេលនេះអ្នកបានឆ្លងកាត់គ្រប់បញ្ហាដែលជីវិតបានបោះមកលើអ្នករួចហើយចូលជឿជាក់លើសមត្ថភាពរបស់ខ្លួនក្នុងការដោះស្រាយអ្វីដែលនឹងមកដល់ភាពភ័យខ្លាចបង្កើតបញ្ហានៅក្នុងចិត្តខណៈដែលវិន័យអាចដោះស្រាយបញ្ហាទាំងនោះបាន 3. ឈប់ស្វែងរកសុភមង្គលពីមនុស្សដទៃមេគ្មាននរណាម្នាក់អាចបង្កើតសន្តិភាពក្នុងចិត្តអ្នកជំនួសអ្នកបានទេប្រសិនបើអ្នកមិនរកឃើញវានៅក្នុងខ្លួនឯងអ្នកនឹងបន្តស្វែងរកវារហូតគ្មានទីបញ្ចប់ 4. ឈប់ធ្វើច្រើនពេកសម្រាប់មនុស្សដែលមិនធ្វើដូចគ្នាចំពោះអ្នកបុព្វភាពសប្បុរសដែលគ្មានព្រំដែននឹងក្លាយជាការក្បត់ខ្លួនឯងនៅទីបំផុតពួកគេនឹងឈប់ឲ្យតម្លៃដល់ចិត្តល្អរបស់អ្នកហើយចាប់ផ្ដើមរំពឹងទទួលតែជំនួយពីអ្នកប៉ុណ្ណោះហើយនេះគឺជាចំណុចសំខាន់បំផុតការគោរពខ្លួនឯងមិនត្រូវបានកសាងឡើងដោយអ្វីដែលអ្នកផ្ដល់ឲ្យទេវាត្រូវបានកសាងឡើងដោយអ្វីដែលអ្នកបដិសេធមិនទទួលយកចូលជ្រើសរើសខ្លួនឯងជាមុនសិនហើយអ្វីៗនៅក្នុងជីវិតរបស់អ្នកនឹងចាប់ផ្ដើមផ្លាស់ប្ដូរ